ចៅចាក់ស្មុកជាឈ្មោះកំឡោះកំសត់ទុរគតព្រោះនៅកំព្រាគ្មានញាតិសន្តានប្រកបរបរចាក់ស្មុកនិងកន្ត្រកលក់ចៅនោះប៉ុនប្រសពល្អខាងចាក់ស្មុកនិងកន្ត្រកគ្មានអ្នកណាចេះស្មើធ្វើឲ្យអ្នកភូមិពេញចិត្តនឹងជួយទិញហូរហែពេលលក់អស់គាត់ធ្វើការចាក់ស្មុកជាថ្មីដោយរៀបចំប្រដាមានកាំបិតខ្មោចបាយសំណុំទឹកបំពង់ធ្វើដំណើរទៅឡើងដើមខ្មោចលៃមួយនៅក្នុងព្រៃស្ងាត់ព្រោះលើគាត់មិនដែលហ៊ានចាក់ស្មុកនៅដីទេព្រោះខ្លាចគេលបមើលស្គាល់តម្រៃរំជំនឿរំភើយនៃអារុណណាតីចៅនោះអង្គុយផ្អែកលើធាងថ្នោតក្បែរគ្រឿងឧបភោគបរិភោគដែលកលត្រដោយផ្លែថ្នោតខ្ចីសម្ងំចាក់ស្មុកយ៉ាងត្រជាក់ចិត្តលុះចាក់ស្មុកបានច្រើនក៏កាត់ក្តីត្រេកអររីករាយនឹកគិតអណ្ដែតអណ្ដោងតែឯងថាយកស្មុកទៅលក់យកលុយទិញមេមាន់ចិញ្ចឹមដល់យូរទៅមាន់ពើញាស់តូនសាយច្រើនឡើងចាប់មាន់លក់យកលុយទិញកូនជ្រូកម្ដងដល់កូនជ្រូកធំចាប់វាលក់ទៀតយកលុយទៅគោម្ដងផលរបរចេះតែកកបឈានឡើងបណ្ដាលុះគោធំលក់វាទៀតយកប្រាក់ទិញស្រូវចំការទិញផ្ទះនៅជាសុខសប្បាយពេលធ្វើស្រែចម្ការបានផលលក់ស្រូវលក់ផ្លែផល្លាបានលុយរៀបការប្រពន្ធស្អាតដល់នៅយូរទៅបានកូនប្រុសក្រមាប់មួយទៀតបង្កើនសមាជិកកំដរគ្រួសារឲ្យរីករាយនឹងកក់ក្ដៅរឹតទិញខ្ញុំស្រីម្នាក់គ្រាន់ជួយមើលអាម៉ាប់សំណុំចិត្តកុំឲ្យនាងប្រពន្ធពិបាកហត់នឿយតទៅទាស័យត្រូវមើលថែអាម៉ាប់ដោយយកចិត្តទុកដាក់ខ្ពស់បើវាបីបើត្រូវកូនមិនប្រយ័ត្នធ្វើឲ្យអាម៉ាប់ដួលចុះនោះលោកยืนនឹងផ្ទះតបធាក់ក្បាលវាឲ្យណាណៃកុំឲ្យវាធ្លាប់ទាំងនេះតែជាការគិតសានវនពីផលរបរស្មុកនាពេលកំពុងចាក់វានៅលើចុងថ្នោតប៉ុណ្ណោះតែចៅនោះភ្លើនសន្តិខឹងនឹងទាស័យខ្លាំងក៏ឈានទៅដល់តតធាក់ក៏ยืดជើងធាក់មែនទៅលើធាងខ្មោចដោយពេញកម្លាំងហើយក៏រអិលធ្លាក់ចុះចាក់ចុងថ្នោតទៅតែចៅនោះភ្ញាក់ស្មារតីដឹងខ្លួនទាន់ក៏ស្រវាចាប់ចុងស្លឹកថ្នោតជាប់ចៅចាក់ស្មុកនៅយោតោងកណ្ដាលវារើទុកវេទនាដោយភ័យនិងសេចក្តីស្លាប់ចង់ស្រវាឡើងលើក៏ពុំបានព្រោះត្រូវមុតនឹងបន្លាធាងថ្នោតថាបើទម្លាក់ខ្លួនចុះមើកដីខ្លាច់ងាប់ព្រោះថ្នោតនេះលៃខ្ពស់ណាស់រឿងហេតុនេះធ្វើឲ្យម៉ដំរីម្នាក់បកកាត់ទីនោះទទួលបានការភ្ញាក់ផ្អើលនឹកអស់សំណើជាខ្លាំងចៅចាក់ស្មុកស្រីអង្វរទៅមាត់ដំរីថាអើលោកបងអើយមេត្តាជួយដាក់ខ្ញុំបាទចុះផងបើខ្ញុំបានរួចអាយុខ្ញុំនឹងទៅបំរើលោកបងមាត់លឺហើយពេញចិត្តនឹងពាក្យសន្យានោះក៏បកដំរីទៅឈប់ពីក្រោមដើមថ្នោតរួចងើបឈរញញញ័រដូចគេរាំទ្វីចាំអើតជើងបោះដៃទៅលើទទួលកាយវិការនេះចៅតមកខំប្រឹងទប់ខ្លួនឡើងរង្គើគ្រប់សោសរសៃដោយគេអន្រុនលើខ្នងតម្រៃទើបចាប់បានជើងចៅយូតងពុំទាន់សុបល្អផងដំរីក៏ដើរចេញទៅព្រោះស្មានថាម្ចាស់ឲ្យសញ្ញាចេញដំណើរបុរសទាំងពីរនៅតាមគ្នាជាប់រយងមើលទៅដូចជាផ្លែឈើពីរធំវែងវងក្អែកទាំងឡាយឆ្ងល់និងទស្សនីយភាពចម្លែកនោះក៏តាំងហែក្រឡងឆាបហើយស្រែកលាន់ប្រហឹងចៅចាក់ស្មុកកាន់តែធ្ងន់ខ្លួនទៅប្រាំងរត់ចុងស្លឹកថ្នោតឡើងមុតដៃស្រក់ឈាមតក់លើក្បាលចៅតមកអង្វរឲ្យតមកលែងជើងគាត់ចេញព្រោះគាត់អស់កម្លាំងណាស់ហើយអង្វររួចបែរជាជេរប្រតិចស្ដោះទឹកមាត់ដាក់ក្បាលជាច្រើនដងទៀតតមកពុំតបតថែមទាំងអង្វរវិញថាចូលអ្នកចាត់ចង់ស្លឹកថ្នោតឲ្យជាប់កុំលែងដៃអីបើខ្ញុំរួចជីវិតម្ដងនេះខ្ញុំនឹងទទួលគុណអ្នកលើក្បាលនឹងទៅនៅជាខ្ញុំបំរើអ្នកហោពេលនោះលេចតាទំពេក4នាក់ធ្វើដំណើរមកដល់ចៅយោតូនទាំងពីរក៏ស្ដីអង្វរទៅថាលោកអ៊ំលោកមៀអើយជួយយកអាយុខ្ញុំបាទផងបើខ្ញុំបាទបានរួចជីវិតហើយនឹងទៅនៅជាខ្ញុំបំរើលោកទំពេកលឺដូច្នោះមានចិត្តត្រេកអរណាស់ព្រោះសមនឹងបំណងកំពុងដើររកទាសាស្រាប់តែមិនដឹងថា
តាជួយដូចម្ដេចបានស្ដាប់បាននៅការបញ្យល់ពីចែកទាំងពីរតាទំពែយកអញ្ជើញមកចងជារៀង4ជ្រុងហើយយកចុងខ្សែចងពាន់ករៀងខ្លួនដើម្បីឲ្យជាប់មកល្អថាបើឲ្យគាត់កាន់អញ្ចងនៅដៃដូចចៅនោះ5ខ្លាចកាន់តែបូតលុះរៀបរយរួចហើយក៏ឲ្យចែកទាំងពីរឲ្យទម្លាក់ខ្លួនចុះព្រមគ្នាមួយរំពេចទម្ងន់មនុស្ស2នាក់បានកន្ត្រាក់ក្បាលទំពេចទាំង4ឲ្យរត់បុកគ្នាលន់ភុះធ្វើឲ្យបែកក្បាលស្រីខួរដល់នៅមរណៈការគ្រានោះទៅចែកចាក់ស្មុកនឹងតមក់បានចាត់ចែងកប់សពតាទំពេចទាំង4នៅទីព្រៃនោះហើយសំពះស្មាលាទោសតាមទំលៀមរួចក៏បំបែកគ្នាទៅកាន់លំនៅរៀងខ្លួនហោ